បាទថ្ងៃនេះខ្ញុំធ្វើការបង្កាត់ត្រីក្រឹមគួយគឺបែបថាសៀមហើយជាមួយនឹងហាឆៃនេះគួយហាឆៃនេះសៀមធម្មតាអញ្ចឹងដើម្បីបង្កាត់វាទីមួយយើងមានធូបស្នោយ៉ាងហ្នឹងមានធូបស្នោហើយយើងមានស្លឹកឆាត់ជាមួយស្លឹកមកហើយយើងដាក់ទឹកវាក់បានហើយដាក់ត្រឹមនេះមកហើយជាមួយចំអល់ដៃនេះមួយចំអល់ដៃយើងដាក់ហើយយើងដាក់អំបិលបន្តិចហើយដាក់ស្លឹកឆាត់ញីវាទៅហើយដាក់ចូលទៅមកយើងមានមេបាពូជនេះចឹងនេះសៀមយើងចាក់ចូលហ្នឹងព្រោះរបៀបបង្កើតខ្ញុំអត់ដែលដាក់ទុកយូរដែរខ្ញុំអត់ដែលទុកមេដាក់ក្នុងកែវនិយាយអីគឺខ្ញុំដាក់តែម្ដងដាក់ទៅពេលណាវាបង្កើតក៏បង្កើតទៅពេលណាអត់ទៅតាមហ្នឹងប៉ុន្តែយើងមើលដែរបើសិនជាករណីដែលឈ្មោះវាខាំមីនីខ្លាំងពេកអាហ្នឹងយើងត្រូវដកមីនីចេញសិនឬក៏យើងអាចប្រើវិធីមួយទៀតដាក់មីនីឲ្យវាស្គាល់គ្នាមួយថ្ងៃពីរថ្ងៃសិនតែបើអត់ទេអូខេអានេះដោយសារឈ្មោះនេះខ្ញុំធ្លាប់កាត់ពីមុនវាអត់ដែលខាំមីនីខ្លាំងទេតិចតួចអីទេយើងមុនបង្កាត់វាដេញខាំតិចហ្នឹងវាធម្មតាវារឿងធម្មតាយើងចាក់មីនីចូលណាអូខេយើងគេចាក់មីនីចូលនេះទៅយើងមើលមីនីយើងមើលដែរបើវាមានពងល្មមប្រកាត់បានអត់យើងមើលផ្នែកខាងក្រោមវាមានពងសសមានតិចតួចអញ្ចឹងយើងចាក់ចូលហើយយើងអាចទុកចោលមួយថ្ងៃពីរថ្ងៃដាក់កន្លែងរៀងងងឹតបន្តិចកុំឲ្យភ្លឺពេកអញ្ចឹងតែធម្មតាកន្លែងវាប្រកាត់ហ្នឹងវាត្រូវការស្ងប់ស្ងាត់ទៅដែរជួបគ្នាវីដេអូក្រោយ